នៅកណ្ដាលទីក្រុង Los Angeles មានអគារមួយដែលពោរពេញដោយរឿងរ៉ាវមរណៈនិងអាថ៌កំបាំងខ្មៅងងឹតស្វាគមន៍មកកាន់សណ្ឋាគារ Cecil Hotel អស់រយៈពេលជិតមួយសតវត្សមកនេះសណ្ឋាគារនេះមិនមែនគ្រាន់តែជាកន្លែងសម្រាប់សម្រាកនោះទេប៉ុន្តែវាជាទីតាំងនៃព្រឹត្តិការណ៍រន្ធត់ជាច្រើនឆ្នាំ2013និស្សិតស្រីម្នាក់ឈ្មោះ Ellie Salam បានមកដល់ទីនេះនាងមិនដឹងទេថាដំណើរនេះនឹងក្លាយជាអាថ៌កំបាំងដ៏ល្បីបំផុតលើពិភពលោកវីដេអូចុងក្រោយរបស់នាងនៅក្នុងជណ្ដើរយន្តបានធ្វើឲ្យមនុស្សរាប់លានអ្នកមានការងឿងឆ្ងល់និងព្រឺក្បាលជាខ្លាំងចំពោះសកម្មភាពមិនប្រក្រតីរបស់នាងចុចប៊ូតុងជារៀងរាល់ជាន់ប៉ុន្តែជណ្ដើរយន្តមិនធ្វើការនាងហាក់ដូចជាកំពុងលាក់ខ្លួនពីអ្វីម្យ៉ាងឬនរណាម្នាក់ដែលនៅខាងក្រៅនោះកាយវិការដៃរបស់នាងហាក់ដូចជាកំពុងនិយាយជាមួយវិញ្ញាណដែលមើលមិនឃើញនេះគឺជាដានចុងក្រោយបើមុនពេលនាងបាត់ខ្លួនជារៀងរហូតច្រើនសប្តាហ៍ក្រោយមកភ្ញៀវក្នុងសណ្ឋាគារចាប់ផ្ដើមរាយការណ៍អំពីទឹកដែលមានពណ៌ខ្មៅនិងរសជាតិចម្លែកចេញពីក្បាលរ៉ូប៊ីណេនៅពេលដែលបុគ្គលិកឡើងទៅពិនិត្យធុងទឹកនៅលើដំបូលពួកគេបានរកឃើញការពិតដ៏រន្ធត់ដែលគ្មាននរណាម្នាក់ចង់ជួបប្រទះឡើយសាកសពរបស់ Ellie Salam ត្រូវបានរកឃើញនៅក្នុងធុងទឹកនោះសំណួរធំបំផុតគឺតើនាងចូលទៅក្នុងធុងទឹកដែកដ៏ខ្ពស់នោះដោយរបៀបណាដំបូលត្រូវបានចាក់សោហើយមានប្រព័ន្ធសញ្ញាអាសន្នតើនាងអាចឡើងទៅលើនោះដោយមិនធ្វើឲ្យនរណាម្នាក់ដឹងខ្លួនបានយ៉ាងដូចម្តេចCecil មិនមែនទើបតែមានរឿង Ellie នោះទេក្នុងឆ្នាំ1980ឃាតករីដ៏សាហាវ Richard Ramirez ក៏ធ្លាប់ស្នាក់នៅទីនេះផងដែរគេនិយាយថាក្រោយពេលសម្លាប់មនុស្ស Ramirez ត្រឡប់មកវិញហើយបោះសម្លៀកបំពាក់ជោគឈាមចោលក្នុងធុងសម្រាមដោយគ្មានអ្នកសង្ស័យក្នុងឆ្នាំ1991ឃាតករម្នាក់ទៀតឈ្មោះ Jack Unterweger ក៏បានជ្រើសរើសទីនេះជាកន្លែងស្នាក់នៅដើម្បីបន្តសកម្មភាពដ៏សាហាវរបស់គេករណីអត្តឃាតនិងការស្លាប់ដោយចៃដន្យរាប់មិនអស់បានកើតឡើងនៅទីនេះរហូតដល់គេហៅវាថាជាសណ្ឋាគារអត្តឃាតរឿងរ៉ាវរបស់លោកស្រី Pauline Orden ដែលបានលោតចុះមកលើអ្នកដើរតាមផ្លូវបានក្លាយជាដានរបួសដ៏ជ្រៅក្នុងប្រវត្តិសាស្ត្រ Cecil មនុស្សជាច្រើនជឿថា Cecil ស្ថិតនៅលើតំបន់ដែលមានថាមពលអវិជ្ជមានឬមានបណ្ដាសាដែលទាក់ទាញតែរឿងអាក្រក់សម្រាប់ករណី Ellie Salam ខ្លះជឿថាវាជាបញ្ហាជំងឺផ្លូវចិត្តដែលធ្វើឲ្យនាងមានការភាន់ច្រឡំនិងឈានទៅដល់គ្រោះថ្នាក់ប៉ុន្តែអ្នកជំនាញខាងវិញ្ញាណនិយមជឿថាវាជាសកម្មភាពរបស់ខ្មោចព្រាយដែលព្យាយាមលេងសើចនឹងនាងមុនពេលបញ្ចប់ជីវិតរបស់នាងមានទ្រឹស្ដីខុបខិតជាច្រើនរាប់តាំងពីការពិសោធន៍សម្ងាត់រហូតដល់ការសម្លាប់បំបិទមាត់ដោយក្រុមអ្នកមានអំណាចដើម្បីលុបលាងប្រវត្តិខ្មៅងងឹតសណ្ឋាគារបានប្តូរឈ្មោះទៅជា Stay on Main ប៉ុន្តែស្រមោលនៃអតីតកាលនៅតែមិនបាត់ទៅណាសប្តាហ៍ថ្ងៃ Cecil ក្លាយជាទីតាំងដ៏ល្បីសម្រាប់អ្នកចូលចិត្តរឿងភ័យរន្ធត់និងអ្នកស៊ើបអង្កេតតាមអ៊ីនធឺណិតជុំវិញពិភពលោកវិញ្ញាណរបស់ Elisa និងជនរងគ្រោះដទៃទៀតហាក់ដូចជានៅតែវិលវល់តាមច្រកផ្លូវដ៏វែងអន្លាយនិងជណ្ដើរយន្តចាស់ទាំងនោះទោះបីជាប៉ូលីសបានបិទសំណុំរឿងនេះថាជាការស្លាប់ដោយចៃដន្យក៏ដោយក៏សំណួររាប់ពាន់នៅតែមិនទាន់មានចម្លើយពិតប្រាកដCecil Hotel មិនមែនគ្រាន់តែជាអគារនោះទេប៉ុន្តែវាជាសាក្សីនៃភាពងឹតបំផុតនៃចិត្តមនុស្សនិងអាថ៌កំបាំងដែលពិភពលោកមិនអាចបកស្រាយចុះអ្នកវិញតើអ្នកហ៊ានស្នាក់នៅសណ្ឋាគារ Cecil ដែរឬទេសូមបញ្ចេញមតិរបស់អ្នកខាងក្រោមហើយកុំភ្លេចចុច Follow សម្រាប់រឿងរ៉ាវរន្ធត់បន្ថែមទៀត